អ្នកមានមិពុទ្ធាំងធម្មំសង្ឃាំងទូលព្រះបង្គំខ្ញុំព្រះករណាសូមក្រាបថ្វាយបង្គំនមស្ការចំពោះព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរដល់មហាប្រជាពុទ្ធបរិស័ទស្រីប្រុសគ្រប់គ្នាទាំងក្នុងប្រទេសនិងក្រៅប្រទេសដោយសេចក្តីរាប់អានផងដែរដោយដែលញាតិញោមពុទ្ធបរិស័ទកំពុងតែទស្សនាឃើញស្រាប់ឥឡូវនេះក្រុមជាងកំពុងតែមមាញឹកក្នុងសកម្មភាពចាក់នៅប្លង់សេបេតុងនៃអគារធម្មកាល័យឬក៏ជាការិយាល័យនៃវិទ្យាស្ថានធម្មការអន្តរជាតិមិនត្រឹមតែប៉ុណ្ណោះការិយាល័យនេះក៏ជាមណ្ឌលសុខភាពសម្រាប់ព្រះសង្ឃនិងសម្រាប់កុហកអ្នកស្រុកភូមិនៅក្នុងសហគមន៍ទាំងមូលដែលមានបញ្ហាសុខភាពខ្វះខាតអាចអញ្ជើញមកទទួលសេវាកម្មពិនិត្យសុខភាពទាំងបញ្ហាសុខភាពផ្លូវកាយសូមបញ្ជាក់ផងដែរថាអគារធម្មកាល័យនេះមានកម្ពស់2ជាន់ទំហំមានបណ្ដោយហ្នឹងគឺ32ម៉ែត្រគុណនឹង9ម៉ែត្រដែលមានទីតាំងស្ថិតនៅវត្តសេរីចម្ប៉ាឃុំមេព្រេងស្រុកបាធីខេត្តកំពង់ចាមមានចម្ងាយប្រមាណជា60គីឡូម៉ែត្រពីរាជធានីភ្នំពេញអាស្រ័យដោយបានពិតប្រកេនទូលថ្វាយនិងជម្រាបជូនដល់មហាប្រជាពុទ្ធបរិស័ទញាតិញោមស្រីប្រុសគ្រប់គ្នាទាំងអស់សូមព្រះមេត្តានិងមេត្តាជួយឧបត្ថម្ភគាំទ្រនៅការសាងសង់អគារធម្មកាល័យដែលជាអគារទីស្នាក់ការនៃវិទ្យាស្ថានធម្មការអន្តរជាតិផងនិងជាមណ្ឌលសុខភាពសម្រាប់ព្រះសង្ឃនិងអ្នកស្រុកក្នុងសហគមន៍ផងដែរសូមបិណ្ឌបាតញាតិញោមពុទ្ធបរិស័ទទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់សូមមេត្តាជួយតាមសទ្ធាជ្រះថ្លាជាពិសេសជាសតនោះគឺសូមអនុមោទនាបុណ្យចំពោះញាតិញោមពុទ្ធបរិស័ទស្រីប្រុសគ្រប់គ្នាលោកម្ចាស់គ្រប់ព្រះអង្គទាំងអស់ដែលបានជួយគាំទ្រតិចក្តីច្រើនក្តីការចូលរួមកម្លាំងកាយចិត្តចំពោះការសាងសង់នៅអគារធម្មកាល័យរបស់វិទ្យាស្ថានធម្មការអន្តរជាតិតាំងពីដើមមករហូតដល់ឥឡូវនេះយើងសាងសង់អគារធម្មកាល័យនេះបានដូចជា10% ជាង 7-20% ផងដែរប៉ុន្តែគឺនៅតែមានការខ្វះខាតព្រោះត្រូវការថវិកាដើម្បីទ្រទ្រង់ក្នុងការសាងសង់ផ្ដល់ជូនដល់ក្រុមជាងដែលកំពុងតែប្រព្រឹត្តទៅក្នុងការចាក់ប្លង់សេផងបណ្ដោះសសរហើយនឹងមានការសាងសង់បន្តទៅទៀតដូច្នេះហើយសូមញាតិញោមពុទ្ធបរិស័ទដែលធ្លាប់បានជួយពីមុនមកក្តីញាតិញោមពុទ្ធបរិស័ទដែលមិនទាន់ជួយក្តីគឺសូមញាតិញោមពុទ្ធបរិស័ទអាចចូលរួមជួយជាវិភិកទានតិចច្រើនតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដូច្នេះញាតិញោមពុទ្ធបរិស័ទលោកម្ចាស់គ្រប់ព្រះអង្គដែលបានចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លាហ្នឹងគឺសុទ្ធតែជាអ្នកលើកកម្ពស់លើកស្ទួយនៅគុណតម្លៃសារៈប្រយោជន៍ព្រះពុទ្ធសាសនាតាមរយៈការអប់រំតាមរយៈការផ្សព្វផ្សាយការពង្រឹងសមត្ថភាពរបស់សមណទូតគឺព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់ឲ្យទទួលបានការអប់រំទាំងជាភាសាខ្មែរផងទាំងជាភាសាអង់គ្លេសផងដែរដូច្នេះសូមអរគុណនិងអរគុណចំពោះទឹកចិត្តញាតិញោមពុទ្ធបរិស័ទនិងលោកម្ចាស់គ្រប់ព្រះអង្គដែលតែងតែជួយខ្នះខ្នែងតាំងពីដើមរហូតមកដល់ឥឡូវនេះក៏សូមមេត្តានិងព្រះមេត្តាបន្តជួយលើកកម្ពស់និងចូលរួមបន្តទៀតព្រោះថាដូចជាញាតិញោមពុទ្ធបរិស័ទលោកម្ចាស់គ្រប់ព្រះអង្គបានឃើញស្រាប់ហើយថាវិទ្យាស្ថានធម្មការអន្តរជាតិនេះគឺជាវិទ្យាស្ថានទី1នៅក្នុងស្រុកខ្មែរដែលផ្ដល់ការអប់រំគឺពុទ្ធិបែបពុទ្ធសាសនាជាភាសាអង់គ្លេសផងនិងជាភាសាខ្មែរផងជាភាសានោះគឺវិទ្យាស្ថានធម្មការអន្តរជាតិនេះគឺជាវិទ្យាស្ថានដែលបណ្ដោះនៅធម្មទូតសង្ឃទាំងក្រហមផងដែរដើម្បីចូលរួមលើកកម្ពស់នៅពុទ្ធិនិងគុណតម្លៃនៃវប្បធម៌ប្រពៃណីអរិយធម៌ទំនៀមទម្លាប់ពុទ្ធសាសនារបស់ខ្មែរឲ្យដល់លើឆាកអន្តរជាតិដោយញាតិញោមពុទ្ធបរិស័ទឃើញស្រាប់ហើយថាកន្លងទៅថ្មីនេះប្រទេសកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះក្នុងការសូត្របត្រៃបិដក
លើកទី19នៅប្រទេសឥណ្ឌាដែលមានការចូលរួមដឹកនាំពីមហាសង្ឃខ្មែរនិងមហាប្រជាពុទ្ធបរិស័ទជាភាសាជាសោតនោះគឺថាវិជាស្ថានធម្មការអន្តរជាតិនេះគឺជាប្រព័ន្ធអប់រំពុទ្ធសាសនាបែបសម័យទំនើបមួយដែលមិនស្វែងរកប្រាក់កម្រៃពលគឺចូលរួមជាធម្មទានក្នុងការផ្សព្វផ្សាយការបដិបត្តិអក្សរសាស្ត្រវប្បធម៌ប្រពៃណីជាភាសាខ្មែរផងនិងជាភាសាអង់គ្លេសផងដទៃពីនេះគឺវិជាស្ថានក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិពុទ្ធសាសនាតាមរយៈកម្មវិធីធម្មិកសង្ឃៈដែលមានកម្មវិធីលើកទឹកចិត្តពុទ្ធិកអប់រំបរិស្ថានអនាម័យដាំដើមឈើបង្រៀនសមាធិនិងកម្មវិធីសប្បុរសធម៌នានាដូច្នេះសូមបណ្ឌបាតទឹកបតីញាតិញោមពុទ្ធបរិស័ទលោកម្ចាស់គ្រប់ព្រះអង្គទាំងអស់សូមព្រះមេត្តាបន្តជួយជ្រោមជ្រែងគ្រប់គ្រងនៅការកសាងអគារធម្មិកាល័យនេះដែលជាប្រយោជន៍ដល់ជាតិនិងសាសនាតរៀងទៅពុទ្ធសាសនាចរង្គតថតុសូមឲ្យព្រះពុទ្ធសាសនាថិតថេរយូរអង្វែងតរៀងទៅអស់កលជានិច្ចសាសនាចក្រលោកសៈបុទ្ធីភវតុសព្ពទាសាសនាពេចៈលោកញ្ចៈទេវីរខន្តុសព្ពទាសូមឲ្យសេចក្តីចម្រើនកើតមានដល់ព្រះពុទ្ធសាសនាផងដល់មនុស្សលោកទាំងឡាយផងសពកាលសូមឲ្យទេវតាជួយបីបាច់ថែរក្សាព្រះពុទ្ធសាសនាផងមនុស្សលោកទាំងឡាយផងអស់កលជានិច្ចទៅអង្គ